ព្រឹកមួយក្នុងរដូវនៃការដាំដុះមានអ្នកមីងម្នាក់បានទូគ្រាប់សណ្តែកខៀវមួយល្អីដើម្បីយកទៅដាំក្នុងដីចម្ការរបស់គាត់នៅតាមផ្លូវអ្នកមីងដើរបណ្ដើរនិងច្រៀងលេងបណ្ដើរចប់ពីមួយបទចូលទៅមួយបទប្រកបដោយភាពសប្បាយរីករាយប្រការនេះធ្វើឲ្យគ្រាប់សណ្តែកទាំងអស់នៅក្នុងល្អីទ្រាំមិនបានក៏នាំគ្នាច្រៀងលេងលោតចុះលោតឡើងពេញក្នុងល្អីតាមចង្វាក់និងទំនុកដែលអ្នកមីងបានច្រៀងទាំងគ្រាប់សណ្តែកនិងអ្នកមីងគឺមានភាពស៊ីចង្វាក់គ្នាណាស់កំពុងតែសប្បាយលោតចុះលោតឡើងមិនប្រយ័ត្នក៏គ្រាប់សណ្តែកមួយគ្រាប់បានរអិលធ្លាក់មកលើដីអុកគូតតែម្នាក់ឯងអ្នកមីងចាំខ្ញុំផងអ្នកមីងចាំខ្ញុំផងទូគ្រាប់សណ្តែកខិតខំស្រែកហៅអ្នកមីងបែបណាក៏ដោយក៏អ្នកមីងមិនបានឮឡើយអ្នកមីងចេះតែដើរឆ្ងាយទៅដាច់ពីកន្ទុយភ្នែកទីបំផុតគ្រាប់សណ្តែកដើរតែម្នាក់ឯងស្វែងរកផ្លូវទៅចំការអ្នកមីងដោយទឹកមុខក្រៀមស្រពោនដើរបានមួយសន្ទុះគ្រាប់សណ្តែកក៏បានជួបនឹងបងគោសួស្តីបងគោតើបងអាចជួយនាំខ្ញុំទៅចំការអ្នកមីងសុខាបានដែរឬទេចំណែកបងគោក៏យល់ព្រមហើយឲ្យគ្រាប់សណ្តែកតោងនឹងរួមចំការប៉ុន្តែដោយសារតែបងគោសម្បូរទឹកមាត់ហៀចេញមកក្រៅធ្វើឲ្យគ្រាប់សណ្តែករអិលធ្លាក់ចុះមកដីសូមទោសណាប្អូនបងមិនអាចជួយប្អូនបានទេនិយាយចប់បងគោក៏ដើរចេញទៅបាត់គ្រាប់សណ្តែកនៅតែប្រឹងបន្តដំណើរទៅមុខទៀតដោយក្តីសង្ឃឹមថានឹងមាននរណាម្នាក់អាចជួយខ្លួនបានមួយសន្ទុះក្រោយមកគ្រាប់សណ្តែកក៏បានជួបនឹងបងសេះនិងបងកញ្ជ្រោងនៅតាមផ្លូវគ្រាប់សណ្តែកក៏បានពឹងបងកញ្ជ្រោងឲ្យជួយនាំខ្លួនទៅចំការអ្នកមីងចំណែកឯបងកញ្ជ្រោងក៏យល់ព្រមដោយឲ្យគ្រាប់សណ្តែកតោងនឹងកន្ទុយរបស់ខ្លួននៅខណៈបងកញ្ជ្រោងលោតពីដើមឈើមួយទៅដើមឈើមួយធ្វើឲ្យគ្រាប់សណ្តែកតោងមិនជាប់ក៏របូតដៃធ្លាក់មកលើដីម្ដងទៀតចុងក្រោយគ្រាប់សណ្តែកក៏នៅតែគ្មាននរណាអាចជួយវាបានវាខំប្រឹងស្វែងរកផ្លូវទៅចំការដោយខ្លួនឯងចំណែកឯមេឃក៏ចាប់ផ្ដើមរកកលធ្លាក់ភ្លៀងខ្យល់បក់វូភ្នែកបន្ទោឆ្វេងឆ្វាតពពកប្រែជាខ្មៅនិលគ្រាប់សណ្តែកមានអារម្មណ៍ថាភ័យព្រមទាំងប្រឹងរត់ឆ្ពោះទៅមុខដោយក្តីសង្ឃឹមបន្ទាប់ពីភ្លៀងរាំងស្រាប់តែមានពន្លកចេញតាមក្បាលរបស់វាគ្រាប់សណ្តែកមានអារម្មណ៍រីករាយខ្លាំងណាស់វាលោតរាំតែម្នាក់ឯងខណៈនោះគ្រាប់សណ្តែកក៏បានឮសំឡេងមិត្តនិងបងប្អូនគេនៅក្បែរនោះដែរគ្រាប់សណ្តែកក៏បានស្ទុះរត់ទៅរកមិត្តនិងបងប្អូនគេដោយក្តីរីករាយទីបំផុតគ្រាប់សណ្តែកខៀវបានរកឃើញចំការអ្នកមីងសុខានិងបងប្អូនគេវិញហើយ